này bị chiên nuôi sáng á hay việc ba cái việc chạy cho bà lái nè thấy nhé thấy nhá một bía nè việc lạ đây mà tô bía nè tôi đang xử lý sao vậy mà đo mới mày xong tao hay chăm tiêm luôn này hao chứ trên để chọn sang cái tiếng để luôn anh còn phong tai biết nơi chốt xa xa nụ sở chiên nè đại từ krep chỉnh chuộtในចំណុចដងផ្សេងៗហើយអ្វីក៏ក្មួយប្រុសហើយមិនគិតពិចារណាឲ្យបានច្បាស់ក្មួយបាយជាពាក្យឯកសន្តានដែលកំពុងតែស្ពាយកបុបទៅសាលានេះទៅឆក់សាំងរបស់បងប្អូនប្រជាពលរដ្ឋនេះវាហួសចិត្តតែម្ដងឃើញសកម្មភាពបែបនេះហើយនៅក្មេងនៅទូចសោះហើយអ្វីក៏ប្អូនដើរផ្លឹកខុសទាំងដែលខ្លួនឯងនៅកំពុងតែវ័យសិក្សាបែបនេះជាសកម្មភាពមួយដែលមិនល្អនោះទេណាក្មួយប្រុសទៅគិតពិចារណាឡើងវិញណាទៅលួចសាំងគេបរាជ័យហើយធ្លាក់ចូលទៅក្នុងបលាយណាហើយចុះបើបាក់កមិនទៅណានេះគឺជាសកម្មភាពមួយមិនល្អទេទាំងដែលខ្លួនឯងជាសិក្សានុសិស្សទាំងដែលខ្លួនឯងនៅក្មេងខ្ចីមិនគួរចេញប្រព្រឹត្តនៅទង្វើល្មើសច្បាប់បាត់ទៅហើយអូនគួរតែគិតពិចារណាឡើងវិញនេះគឺជាសកម្មភាពមួយជាទង្វើមួយដែលល្មើសទៅនឹងច្បាប់ដែលសង្គមជាតិគេស្អប់ខ្ពើមណាស់ហើយដល់វិញក្មួយមិនប្រឹងរៀនសូត្រទាំងដែលខ្លួនឯងកំពុងតែពាក់ឯកសន្តានទាំងដែលខ្លួនឯងកំពុងតែស្ពាយនៅសៀវភៅកតាបទៅសិក្សាសាលានេះហើយអ្វីក៏ប្អូនមិនគិតពិចារណាឲ្យច្បាស់ត្រង់ចំណុចនេះមានអាសូរដើមទ្រូងឪពុកម្ដាយដែរទេដែលខំប្រឹងរកស៊ីធ្វើការទាំងកណ្ដាលថ្ងៃចេះបែកញើសហូរសស័កបាទលើផ្ទៃមុខលើខ្ដងខ្លួនស្អុយខ្លួនក៏គ្រប់ដើម្បីទៅរកប្រាក់ដើម្បីឲ្យប្អូនទៅសិក្សារៀនសូត្រហើយអ្វីក៏ប្អូនមិនគិតពិចារណាឲ្យច្បាស់បែរជាដើរផ្លូវខុសមិនប្រឹងរៀនសូត្របែបនេះណាអាសូរដើមទ្រូងឪពុកម្ដាយផងហើយចង់បញ្ជាក់ថានេះគឺជាសកម្មភាពមួយដែលល្មើសនឹងច្បាប់ករណីលួចនេះគឺមានទោសណាបងត្រូវគិតពិចារណាឡើងវិញសំណាងហើយដែលលួចសាំងគេធ្លាក់ចូលក្នុងបន្លាយមិនបាក់កស្លាប់ខ្លួនឯងណាជាទង្វើជាសកម្មភាពមួយដែលល្មើសនឹងច្បាប់បែបនេះគួរតែឈប់ហើយយុវជនដទៃទៀតគួរតែពិចារណាឲ្យបានច្បាស់មុននឹងធ្វើអ្វីមួយត្រូវគោរពច្បាប់របស់ប្រទេសជាតិច្បាប់ប្រទេសជាតិគឺតែងតែមានច្បាប់ដើម្បីគ្រប់គ្រងទៅលើសកម្មភាពទាំងអស់ហ្នឹងមិនអនុញ្ញាតឲ្យបងប្អូនក្មួយលួចគេឲ្យបានសុខសប្បាយទេតែលួចរបស់គេឲ្យប្រកាសជាមានទោសហើយអញ្ចឹងពិចារណាប្រយ័ត្នបាត់បង់អនាគតនេះគឺជាសារដាស់តឿនមួយសម្រាប់យុវជនក្រោយយុវជនសម័យឥឡូវបាទគួរតែគិតពិចារណាឲ្យច្បាស់មុននឹងធ្វើអ្វីមួយដែលបំពានទៅនឹងច្បាប់ជាចុងក្រោយនេះសូមបងប្អូនក្មួយប្រឹងរៀនសូត្រដើម្បីជីវិតខ្លួនឯងដើម្បីអនាគតខ្លួនឯងជាពិសេសគឺដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជារបស់យើងអភិវឌ្ឍប្រទេសកម្ពុជារបស់យើងឲ្យរីកចម្រើនណាដើម្បីកុំឲ្យប្រទេសជិតខាងគេមើងងាយយើងគេជន់ឈ្លីយើងដោយសារតែយើងហ្នឹងវាអន់ជាងគេអញ្ចឹងយើងត្រូវតែប្រឹងរៀនសូត្រប្រឹងកសាងសមត្ថភាពប្រឹងកសាងបាទចំណេះជំនាញឲ្យបានល្អប្រសើរកុំឲ្យគេជន់ឈ្លីយើងតទៅទៀតណាជួយបង្កើនសមត្ថភាពទាំងអស់គ្នាកសាងប្រទេសជាតិយើងឲ្យរីកចម្រើន